រមណីយដ្ឋានមួយកន្លែងនេះគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនរីឯផ្លូវទៅទីតាំងនេះក៏ស្រួលជិះដែរអញ្ចឹងណាពុកម៉ែបងប្អូនអាចទៅលេងបានអញ្ចឹងយើងចាំទៅមើលទាំងអស់គ្នាតើខ្ញុំនាំពុកម៉ែបងប្អូនទៅលេងកន្លែងណាតោះយើងកុំឲ្យខាត់ពេលយូរទៅជួបគ្នាទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តដែលកំពុងតាមដានជាមួយនឹងវីដេអូថ្មីថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនទៅលេងនៅរមណីយដ្ឋានមួយកន្លែងដែលមានទីតាំងនៅក្នុងស្រុកបរកែវអញ្ចឹងណានៅក្នុងខេត្តរតនគិរីដូចគ្នាហើយទីតាំងនេះគឺយើងជិះពីខេត្តទៅគឺមានចម្ងាយដី35គីឡូអញ្ចឹងមកទៅដល់ទីតាំងហ្នឹងគឺយើងជិះកាត់តាមចកាកស៊ូគេនិងចកានិងផ្លូវលំជាច្រើនផ្លូវទៀតអញ្ចឹងណាពុកម៉ែបងប្អូនយើងកាត់តាមចកាកស៊ូគេនៅតាមផ្លូវលំដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងទៅបងយើងទៅដល់កន្លែងទីតាំងដែលយើងត្រូវលេងអញ្ចឹងណាហ្នឹងហើយពុកម៉ែបងប្អូនបន្ទាប់មកយើងជិះកាត់តាមចកាចន្ទីគេហ្នឹងមកបន្ទាប់មកយើងមកដល់កន្លែងហ្នឹងហើយកន្លែងហ្នឹងខ្ញុំបានវែងដែរបាទកន្លែងកន្លះម៉ោងដោយសារខ្ញុំអត់ដែរទៅខ្ញុំភ្លេចផ្លូវអស់លេងអញ្ចឹងណាពុកម៉ែមើលតែផ្លូវទៅដឹងហើយពុកម៉ែបងប្អូនគឺរៀងពិបាកជីបន្តិចមើលកាមេរ៉ាខ្ញុំទប់ទៅបាទទប់មិនចង់ជាប់ទេបាទអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងយើងជិះបន្តហ្នឹងទៅរហូតទៅបន្ទាប់មកយើងកាត់តាមចកាហ្នឹងយើងមើលព្រៃព្រឹក្សាមើលអីអញ្ចឹងទៅនៅកន្លែងនេះគឺស្រស់ស្អាតខ្លាំងមែនតើអញ្ចឹងពុកម៉ែបងប្អូនអាចមកលេងនៅកន្លែងនេះក៏បានដែរ Google Map ចាំខ្ញុំដាក់នៅក្រោមវីដេអូរបស់ខ្ញុំកុំឲ្យពិបាករកទីតាំងអីចឹងទៅព្រោះវាចូលក្នុងព្រៃច្រើនមែនតើអញ្ចឹងផ្លូវវាច្រើនផ្លូវអីចឹងទៅបើពុកម៉ែបងប្អូនដែលគាត់ធ្លាប់ស្គាល់អីក៏ស្គាល់ហើយកន្លែងសូម្បីខ្ញុំធ្លាប់មកហ្នឹងគឺខ្ញុំនៅតាមវិញអញ្ចឹងបងពុកម៉ែបងប្អូនដែលគាត់ធ្លាប់មកអញ្ចឹងអាចនឹងវិញដូចខ្ញុំដែរអញ្ចឹងកុំឲ្យវាក់ខ្ញុំដាក់ Google Map ឲ្យពុកម៉ែបងប្អូនទស្សនាតែម្ដងទៅហើយយើងទៅតាមផ្លូវហ្នឹងរហូតទៅយើងមិនបាច់ចាំកាច់ណាទេព្រោះផ្លូវនេះគឺត្រង់បុកទៅរហូតអញ្ចឹងទៅដល់ហ្នឹងគឺមានផ្លាកមានអីដាក់អញ្ចឹងបន្ទាប់មកយើងមកដល់កាន់កញ្ចុះនេះយើងចុះទៅក្រោមបន្តិចទៅគឺយើងនឹងទៅដល់កាន់ទីតាំងទឹកមួយហ្នឹងតែម្ដងអញ្ចឹងទៅពុកម៉ែបងប្អូនអមជាមួយនឹងទេសភាពនៅកន្លែងនេះគឺស្ងប់ស្ងាត់ខ្លាំងមែនតើអញ្ចឹងស្រាប់សម្លេងទឹកហូរទឹកធ្លាក់អីអញ្ចឹងទៅហើយគឺពិតជាស្រស់ស្អាតខ្លាំងមែនតើអញ្ចឹងពុកម៉ែបងប្អូនមកកាន់លេងតំបន់មួយនេះគឺពិតជាអែមែនតើសារផ្លូវអាលាក់ពេកអញ្ចឹងទៅកាមេរ៉ាខ្ញុំរៀងវិលមុខបន្តិចអញ្ចឹងពុកម៉ែបងប្អូនអធិស្ឋានផងដែរហើយមួយរយៈហ្នឹងគឺខ្ញុំអត់សូវចេញវីដេអូទេដោយសារមានបញ្ហារឿងរវល់រឿងអីចឹងទៅអត់ទៅបានថតទៅអីចឹងទៅពុកម៉ែបងមានតែគាត់ឆាតមកសួរដែរថាមិនអត់ទៅចេញវីដេអូចឹងទៅមូលហេតុគឺអត់ទៅចេញវីដេអូដោយសារអត់ទៅបានថតអីចឹងទៅអត់បានទៅដើរលេងនៅកន្លែងណាកន្លែងណីចឹងទៅហើយឡើងកាមេរ៉ាឡើងធ្លាក់ឡើងលើដោយសារកលុកខ្លាំងពេកចឹងទៅបន្ទាប់មកយើងបានមកដល់កន្លែងទីតាំងហ្នឹងតែម្ដងចឹងណាពុកម៉ែបងទីតាំងហ្នឹងមើលទៅសិតព្រៃកសួរចឹងអូណាអែមែនតើរឿងវល់មុខបន្តិចហីបាទចឹងយើងជួបសកម្មភាពគ្នានៅលើទឹកទាំងអស់គ្នាបាទឥឡូវស្រីពុកម៉ែបងឥឡូវយើងមកដល់មកល្អហើយបាទមករកផ្លូវឃើញដោយសារកាមុនទីតាព្រៃកស៊ូខាត់អស់ទៅវារៀងចិត្តចឹងតែឥឡូវហ្នឹងជិះហត់ខាត់នេះជិះខាត់អត់អាផ្លូវខាត់អស់ហ្នឹងគឺវារៀងចិត្តជាផ្លូវខាត់នេះខាត់នេះមិនឆ្ងាយបាទឥឡូវពុកម៉ែបងឥឡូវចប់ដល់ខាងក្រោមនេះហើយទិដ្ឋភាពនៅនេះគឺស្អាតមែនតើអញ្ចឹងណាហើយកាមុនហ្នឹងពួកខ្ញុំមកលេងគឺយូរដែរឥឡូវទៅបានមកលេងម្ដងទៀតហើយទិដ្ឋភាពគឺស្អាតមែនតើអញ្ចឹងណាហើយទីតាំងហ្នឹងគឺចិត្តទេអញ្ចឹងណានៅស្រុកបកែវអញ្ចឹងពុកម៉ែបងប្អូនអាចមកលេងបានហ្នឹងហើយបន្ទាប់មកយើងបានមកដល់ទីតាំងមួយហ្នឹងហើយទីតាំងហ្នឹងគឺមានឈ្មោះថាថ្មល្អិលអញ្ចឹងណាពុកម៉ែបងប្អូនគឺថ្មហ្នឹងល្អិលមែនតើបើយើងដើរលើថ្មហ្នឹងគឺសិតស្លែហ្មងយើងអាចជិះស្គីជិះអីបានទៀតអញ្ចឹងណាហើយទីតាំងនេះគឺទិដ្ឋភាពមិននិយាយទេគឺស្អាតខ្លាំងណាស់ពុកម៉ែបងប្អូនអាចមកដំណើរកម្សាន្តជាមួយនឹងក្រុមការងារមិត្តភ័ក្តិអីផ្សេងអីអាចមកលេងនៅនេះបានបាទទីតាំងមិនឆ្ងាយពីស្រុកបកកែវទេបាទនៅចិត្តហ្នឹងតែម្ដងទីតាំងមកកន្លែងនេះគឺស្អាតខ្លាំងមែនតើអញ្ចឹងយើងមកកយកុនទឹកហូរស្ដាប់សំឡេងចាបយំគឺ relax មែនតើបាទយើងសម្រាប់ចេញពីសប្តាហ៍ចុងសប្តាហ៍អញ្ចឹងទៅមកលេងនៅកន្លែងនេះគឺស្អាតខ្លាំងតែម្ដងអញ្ចឹងណាចូលឆ្នាំចូលអីអញ្ចឹងពុកម៉ែបងប្អូនអាចមកដំណើរកម្សាន្តកន្លែងនេះតែម្ដងមើលតែទឹកទៅគឺហូរហើយកន្លែងនេះយើងអាចជិះ